xong bây ta lục ta xây ta cốt đáy nó xây mũi đào tua cho nặng cốt đáy đây mình sắp số bóng phổ nông bình đại sân cùng Facebook từng nông bát tê nông cài bát tê chỉ tí group lành nơi bậc này nhom xong tốt là giúp đi nghe nàyคือvậy giờ tầm mà rương thì rươngปัญหาสังคมhay môn vậy đời rươngปัญหาสังคมnhomសូមសំណូមពរទៅបងប្អូនអ្នកប្រើប្រាស់បណ្ដាញសង្គមយើងបន្តិចខ្ញុំឃើញមួយរយៈចុងក្រោយនេះបងប្អូនយើង share ព័ត៌មានឬក៏បង្ហោះនៅព័ត៌មានពាក់ព័ន្ធនឹងរឿងព្រំដែនជាពិសេសពាក់ព័ន្ធនឹងការផ្ទុះអាវុធជុំទី3អីហោហែងចេះណឲ្យយកប្រភពនេះប្រភពនោះយកមកផ្សាយដែលទាំងអស់នេះគឺអត់ចំណេញដល់ប្រទេសជាតិយើងទេណារឿងផ្សាយវាយគ្នាថ្ងៃនោះវាយគ្នាថ្ងៃនោះថ្ងៃនេះណាជុំទី3ចេះជុំទី3អញ្ចោះអានេះវាធ្វើឲ្យវឹកវរទៅដល់ប្រទេសជាតិយើងធ្វើឲ្យព័ត៌មានច្បុកច្បល់បាទណាអញ្ចឹងខ្ញុំសំណូមពរបងប្អូនយើងកុំ share ឬកុំចែករំលែកព័ត៌មានដែលគ្មានប្រភពច្បាស់លាស់រឿងបញ្ហាព្រំដែនបញ្ហាកងទ័ពគឺមានតែក្រសួងការពារជាតិទេណាដែលផ្ដល់ព័ត៌មានមកយើងអាចដកស្រង់ទៅផ្សាយបានអញ្ចឹងរឿងយើងនាំគ្នាតាំងខ្លួនជាអ្នកវិភាគជាអ្នកទស្សទាយសភាពការបាញ់ថ្ងៃនេះបាញ់ថ្ងៃនោះជុំទី3ផ្ទុះថ្ងៃនេះផ្ទុះថ្ងៃនោះណាសំបីតាលុបតាស្អីតាកត់ដៃនោះស្អីមួយដើរតួជាអ្នកកត់ដៃប្តីមានសុខសភាក្រោយនេះក៏ដើរទស្សទាយជុំទី3កើតឡើងនៅថ្ងៃទីប៉ុណ្ណេះខែប៉ុណ្ណេះធ្វើដូចច្បាស់ណាស់អញ្ចឹងបាទណាដូច្នេះធ្វើឲ្យមនុស្សវាមានការច្បុកច្បល់វាជ្រួលច្បល់អញ្ចឹងសូមឲ្យបងប្អូនយើងមេត្តាឈប់ចែករំលែកនៅអ្វីដែលវាមិនត្រឹមត្រូវអ្វីដែលមិនច្បាស់លាស់ណាយើងជឿចាប់ត្រឹមតែពួកចោលសៀមឈ្លានពានទន្ទ្រានកាន់កាប់ឈរជើងលើទឹកដីយើងមួយទៅបានណាហើយរឿងការដោះស្រាយកម្រិតយកដីមកវិញគឺរាជរដ្ឋាភិបាលកំពុងធ្វើកិច្ចការងារនេះបាទយើងជាប្រជាពលរដ្ឋជារាជការជាសារព័ត៌មានអីគឺថាគ្រប់គ្រងជំហរបរដ្ឋាភិបាលដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីយើងអត់មានត្រូវការទៅបញ្ញុះឲ្យវាយគ្នាថ្ងៃនេះវាយគ្នាថ្ងៃនោះវិភាគអញ្ចឹងវិភាគអញ្ចោះទេបាទអត់ចំណេញទេហ្នឹងបាទអត់ចំណេញទេអញ្ចឹងសូមបងប្អូនយើងឈប់ទៅខ្ញុំឃើញច្រើនណាស់ខ្ញុំអស់បាទព័ត៌មានព្រំដែនខ្ញុំដឹងជ្រឿងច្រើនណាស់តែនិយាយអត់ចំណេញយើងនិយាយធ្វើអីយើងដឹងត្រឹមថាវាខាងសៀមនឹងវាឈ្លានពានដីយើងវាឈរជើងនៅលើដីយើងមានតែការឈឺចាប់នឹងឯងតែមិនមែនមានន័យថាយើងបោះបង់ដីនឹងទេគឺទុកឲ្យរដ្ឋាភិបាលធ្វើការងារចរចាណាតាមយន្តការធ្វើភាគីពហុភាគីតាមរយៈការទូតតាមរយៈផ្លូវច្បាប់ពីព្រោះយើងឧទាហរណ៍តែប៉ុណ្ណេះបានហើយសូម្បីតែទំនាស់ដីធ្លីរវាងគ្រួសារមួយនិងគ្រួសារមួយនៅក្នុងសង្គមជាតិយើងនេះរឿងខ្លះចំណាយពេលរហូតដល់ 4-10 ឆ្នាំក៏មានដែរតម្រាំបានចប់ក្តីអញ្ចឹងរឿងប្រទេសនឹងប្រទេសនេះក៏វាមិនងាយចប់ដែរដោយមើលឃើញការដោះស្រាយបញ្ហាព្រំដែននេះវាស្ថិតនៅក្នុងរយៈពេលវែងអន្លាយយូរអង្វែងទៅមុខទៀតចឹងហើយបានរាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់សម្រាប់ជនភៀសសឹកណារកដីរកធ្លីធ្វើផ្ទះធ្វើសម្បែងណាជូនបងប្អូនជនភៀសសឹកយើងស្នាក់នៅបដោះអាសន្នតម្រាំរដ្ឋាភិបាលយើងដោះស្រាយចប់យកដីមកវិញបានបាទចឹងខ្ញុំសូមឲ្យបងប្អូនយើងមានការយោគយល់ហើយឈប់បន្តចែករំលែកនៅព័ត៌មានដែលវាមិនមានការពិតបាទឈប់ធ្វើតែអ្នកទាយរឿងគេវាយគ្នាទៅបាទឬដល់វាយថ្ងៃនេះឬដល់វាយថ្ងៃនោះបាទខ្ញុំយូរទៅបើខ្ញុំចង់មើលទៅមកបើ friend ខ្ញុំខ្លះវិញខ្ញុំឃើញតែប៉ែទៅខ្ញុំប្លុកចោលបណ្ដោយឥឡូវនេះងាកចូលមកនិយាយរឿងបាត់ដំបងនេះគឺថាល្បីខ្លាំងបាទល្បីជាងគេគឺត្រេនឥឡូវរឿងត្រេនចប់ហើយចប់ធ្វើថាដកទូនាទីដេញចេញពីក្របខ័ណ្ឌអីលោកកឹមប្រុសអីចឹងចប់ហើយហើយនៅមានរឿងអីទៀតយើងក៏មិនដឹងដែររឿងដែលខ្ញុំលើកយកមកនិយាយនេះគឺរឿងករណីគ្រោះថ្នាក់ចរាចរណ៍នៅក្រុងបាត់ដំបងកាលពីថ្ងៃទី16ខែកុម្ភៈឆ្នាំ2026វេលាម៉ោង6ព្រឹកជាងបាទម៉ោង6កន្លះព្រឹកគឺរថយន្ត Starrex ពណ៌សបាទដែលពាក់ផ្លាកលេខបាទកម្ពុជា HCL ហេងឆៃលីគេនោះ25ហើយ52ទេខ្ញុំមើលតិចសិន25
ACL 25ណា Starek ពេលដែលមានករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺឡាន Starek ហ្នឹងគឺបោកបុកពីក្រោយបណ្ដាលឲ្យស្លាប់នេះខ្ញុំមើលសិនខ្ញុំឲ្យបងប្អូនមើលវីដេអូវាមិនមែនបើកគៀអីដៃនេះមើលឲ្យមើលបងនោះបាក់បុកពីក្រោយគេ Starek ហ្នឹងបាក់បុកពីក្រោយហ្មងបាទឲ្យបងប្អូនមើលម្ដងទៀតបាក់បុកពីក្រោយហ្មងណាមិនមែនបើកគៀដៃទេណាបាទមិនមែនបើកគៀទេអញ្ចឹងហេតុអីបាទខ្ញុំទាញយកវីដេអូដែលសយបូរ៉ាតកែផ្សាយហ៊ីងឆេលីហ្នឹងបើកបុកស្ត្រីរងគ្រោះពីក្រោយពីព្រោះខ្ញុំមើលរបាយការណ៍ប៉ូលីសហ្នឹងគេសរសេរល្អខ្លាំងណាស់ដើម្បីបិទបាំងឲ្យសយបូរ៉ាហ្នឹងណាខ្ញុំមើលរបាយការណ៍របស់ប៉ូលីសឲ្យបងប្អូនស្ដាប់របាយការណ៍របស់ប៉ូលីសចរាចរណ៍នេះថ្ងៃ28កុម្ភៈគាត់ចេញលិខិតបំភ្លឺណាចេញលិខិតបំភ្លឺនេះសេចក្តីថ្លែងការណ៍របស់ស្នងការបាត់ដំបងខ្ញុំអានពីលើដល់ចប់ឲ្យស្ដាប់អ្នកនាំពាក្យនៃស្នងការប្រធាននគរបាលខេត្តបាត់ដំបងមានកិត្តិយសសូមជម្រាបជូនសាធារណជនបណ្ដាលអ្នកសារព័ត៌មាននិងអ្នកប្រើប្រាស់បណ្ដាញសង្គមមេត្តាជ្រាបថាកាលពីថ្ងៃទី16កុម្ភៈឆ្នាំ2026វេលាម៉ោង 6:20 នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវលេខ57ក្រុមទី15ភូមិកម្មកសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបងរវាងរថយន្តមួយគ្រឿងម៉ាក Hyundai Starek ពណ៌សពាក់ស្លាកលេខមិនស្គាល់ក្រោយកើតហេតុបានបាត់ទឹកចេញពីកន្លែងកើតហេតុដែលប៉ះដៃចង្កូតតែជាមួយម៉ូតូមួយគ្រឿងម៉ាក Honda Dream ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1AN 6807បណ្ដាលឲ្យអ្នកបាត់បោឈ្មោះអឹមសួងភេទស្រីអាយុ53ឆ្នាំរស់នៅភូមិកម្មកសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបងរបួសធ្ងន់និងបានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យក្រោយពេលទទួលព័ត៌មានអំពីគ្រោះថ្នាក់ចរាចរណ៍ភ្លាមសមត្ថកិច្ចកបាចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានកបាខេត្តបាត់ដំបងបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងស្វែងរកសាក្សីនិងផុសតាងនានាដូចជាកាមេរ៉ាសុវត្ថិភាពពាក់ព័ន្ធករណីនេះដោយសាររថយន្តបានគេចចេញពីកន្លែងកើតហេតុទើបតែនៅថ្ងៃទី20ខែកុម្ភៈសមត្ថកិច្ចណាកំណត់អត្តសញ្ញាណរថយន្តជនបង្កនិងស្វែងរករថយន្តHyundai Starek ពណ៌សពាក់លេខកម្ពុជា ACL 2525ជាកម្មសិទ្ធិរបស់ឈ្មោះសយបូរ៉ាភេទប្រុសរស់នៅក្នុងក្រុងបាត់ដំបងនិងបាននាំយករថយន្តនេះមកកាន់ស្នងការដ្ឋានដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ក្រោយការសាកសួរបំភ្លឺទៅលើឈ្មោះសយបូរ៉ាបានឆ្លើយថាករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃ16នេះគឺគាត់បានស្ថិតនៅក្នុងហេតុការណ៍